នេះជារឿងរ៉ាវមួយអំពីសត្វពស់វែករនាមវែករនាមគឺជាពស់ដ៏ខ្លាំងក្លាដែលអាចចឹកសម្លាប់អ្នកក្នុងរយៈពេលខ្លីបំផុតវាមានឈ្មោះតាមបែបវិទ្យាសាស្ត្រថា Office of Fungus ដែលប្រែជាភាសាឡាតាំងគឺគេចង់សំដៅទៅលើសត្វពស់ដែលស៊ីគ្នាឯងជាអាហារពស់វែករនាមវាចូលចិត្តស៊ីពស់គ្នាឯងខ្លាំងណាស់គឺវាសម្បូរមាននៅតំបន់អាស៊ីយើងនេះមានដូចជាប្រទេសឥណ្ឌាប្រទេសថៃភូមាឡាវម៉ាឡេស៊ីឥណ្ឌូនេស៊ីសូម្បីតែប្រទេសកម្ពុជាយើងក៏មានពស់នេះដែរធ្លាប់មានរឿងរ៉ាវដែលគួរឲ្យព្រឺព្រួចមួយដែលតាក់ទងទៅនឹងសត្វពស់វែករនាមមួយក្បាលដែលត្រូវបានគេនិយាយតគ្នាថារឿងរ៉ាវនឹងតាក់ទងទៅនឹងមេពស់វែករនាមមួយក្បាលបន្ទាប់ពីវាដោយញីជាមួយសត្វពស់វែករនាមឈ្មោលហើយក្នុងកំឡុងពេលវាកំពុងពពោះនោះគឺវាមានចរិតកាចសាហាវខ្លាំងមែនទែនគឺមិនចាំបាច់មានអ្នកណាទៅរករឿងវាមុននោះឡើយគ្រាន់តែវាធំក្លិនគឺវាដេញចឹកយកតែម្ដងពស់នេះពិតជាកាចសាហាវខ្លាំងមែនទែនក្រោយមកទៀតពេលវាចាប់ផ្ដើមទម្លាក់ពងមកធ្វើឲ្យវាមានភាពកាចសាហាវបន្ថែមទៀតមិនថាមនុស្សឆ្កែឬក៏ឆ្មានោះឡើយឲ្យតែទៅក្បែរសម្បុករបស់វាគឺត្រូវវាដេញប្រហារយ៉ាងឃោរឃៅជាទីបំផុតរហូតដល់ថ្ងៃមួយមនុស្សមានផែនការក្នុងការកម្ចាត់សត្វពស់មួយក្បាលនេះដោយពួកគេបានបែងចែកជាពីរក្រុមទី1បានទៅបញ្ឆោតពស់នោះឲ្យចេញពីសម្បុកធ្វើបែបនេះគឺធ្វើឲ្យសត្វពស់នោះខឹងហើយបានដេញប្រហារពួកគេទៅកន្លែងឆ្ងាយខណៈពេលដែលសត្វពស់នោះមិនបាននៅក្នុងសម្បុករវល់តែដេញប្រហារក្រុមទី1ចំណែកឯក្រុមទី2បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលទៅលួចពងរបស់វាហើយការលួចពងនោះគឺពួកគេមិនបានលួចធម្មតានោះទេគឺពួកគេបានប្រើវិធីសាស្ត្រយ៉ាងឃោរឃៅជាទីបំផុតព្រោះមុនពេលពួកគេមកបញ្ឆោតមេពស់នេះគឺពួកគេបានដាំទឹកក្តៅចំនួន1ខ្ទះធំរួចជាស្រេចនៅពេលដែលក្រុមទី2បានលួចពងពស់វែករនាមបានហើយគឺពួកគេព្យាយាមរត់ឲ្យបានលឿនជាទីបំផុតដើម្បីយកពងទាំងនោះទៅទម្លាក់នៅក្នុងទឹកក្តៅហើយរត់ចេញពីកន្លែងនោះឲ្យបានលឿនបំផុតតែម្ដងចំណែកពស់វែករនាមគ្រាន់តែគេបានលួចពងរបស់វាភ្លាមគឺវាចាប់ផ្ដើមមានអារម្មណ៍ដឹងផ្លែតនិងឆាប់បកក្រោយមករកសម្បុកវិញយ៉ាងឆាប់រហ័សតែវាយឺតពេលអស់ទៅហើយព្រោះពងរបស់វាទាំងអស់គឺកំពុងនៅក្នុងទឹកដែលកំពុងពុះដៅរុនធូលវាបានដេញតាមក្លិនយ៉ាងលឿននៅពេលដែលដល់ទឹកក្តៅកំពុងពុះនោះដោយមិនបានសម្រេចចិត្តយូរទេវាក៏បានហក់ចូលទៅក្នុងទឹកក្តៅនោះដើម្បីជួយកូនរបស់វាជាអកុសលវាមិនអាចជួយកូនរបស់វាបានឡើយព្រោះទឹកដែលកំពុងពុះនៅក្នុងផ្ទះនោះវាបានក្តៅខ្លាំងពេកពេលវាហក់ចូលទៅភ្លាមគឺវាបានឆ្អិនទាំងមេទាំងពងតែម្ដងដូច្នេះរឿងរ៉ាវមួយនេះត្រូវបានគេនិយាយតគ្នានិងនិយាយដូចគ្នាជាច្រើនប្រទេសតែម្ដងមិនថាប្រទេសកម្ពុជាថៃឡាវនោះឡើយតែខ្ញុំផ្ទាល់ក៏មិនដឹងថាវាកើតឡើងនៅប្រទេសណានោះដែរប្រសិនបើបងប្អូនដឹងសូមជួយប្រាប់ខ្ញុំផងចំពោះការយល់ឃើញរបស់ខ្ញុំនៅក្នុងសាច់រឿងមួយនេះភាពកាចសាហាវរបស់ពស់វែករនាមវាគឺជារឿងម្យ៉ាងតែភាពកាចសាហាវរបស់វាគឺគ្រាន់តែជាការបារម្ភនឹងការពារកូនរបស់វាតែប៉ុណ្ណោះហើយវាដេញប្រហារតែបុគ្គលណាដែលទៅក្បែរសម្បុករបស់វាតែប៉ុណ្ណោះហើយវាមិនដែលគិតថាចង់សម្លាប់មនុស្សផ្ដាច់ពូជមួយគ្រួសារដោយមនុស្សបានធ្វើដល់វានោះឡើយសូមអរគុណចំពោះការទស្សនាបើមានកន្លែងខុសឆ្គងសូមមេត្តាអភ័យទោសដល់យើងខ្ញុំផងសូមអរគុណ